ហេតុអ្វីចំនួនរវាងអាហ្គានីស្ថាននិងប៉ាគីស្ថានផ្ទុះឡើងចំនួនតាមព្រំដែនរវាងអាហ្គានីស្ថាននិងប៉ាគីស្ថានបានបណ្ដាលឲ្យទាហានភាគីទាំងសងខាងរាប់សិបនាក់បានស្លាប់ហើយនេះជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប្រទេសទាំងពីរចាប់តាំងពីក្រុមតាលីបង់កាន់អំណាចជាថ្មីក្នុងឆ្នាំ2021មកនិងកំពុងទាក់ទាញចំណាប់អារម្មណ៍ពីប្រធានាធិបតីអាមេរិកលោក Donald Trump ការប្រយុទ្ធគ្នាបានស្ងប់ស្ងាត់ទៅវិញកាលពីថ្ងៃច័ន្ទដើមសប្តាហ៍កន្លងទៅខាងក្រោមនេះជាចំណុចសំខាន់គួរដឹងពីចំនួនរវាងអាហ្គានីស្ថាននិងប៉ាគីស្ថានតើមានអ្វីបានកើតឡើងកាលពីថ្ងៃសៅរ៍ទី11ខែតុលាកងកម្លាំងតាលីបង់បានបើកការវាយប្រហារមកលើប៉ុស្តិ៍យោធាប៉ាគីស្ថានស្ថិតនៅតាមបណ្ដោយព្រំដែនមានប្រវែងជាង 2600 គីឡូម៉ែត្ររវាងប្រទេសទាំងពីរជាហេតុបង្ខំឲ្យប៉ាគីស្ថានវាយប្រហារសងសឹកវិញការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យទី12ខែតុលាដោយភាគីទាំងសងខាងប្រើកាំភ្លើងធំនិងដ្រូនប្រហារនិងផ្លោងដាក់គ្នាទៅវិញទៅមកការប្រយុទ្ធគ្នារប៉េះរប៉ោះនៅតែបន្តស្ទើរពេញមួយអាទិត្យប៉ាគីស្ថានបានអះអាងថាទាហានរបស់ខ្លួន23នាក់បានស្លាប់រីឯតាលីបង់អះអាងថាទាហានរបស់ខ្លួន9នាក់បានស្លាប់ភាគីទាំងសងខាងអះអាងពីការបង្កការខូចខាតធ្ងន់ធ្ងរលើភាគីទាំងសងខាងរៀងខ្លួនចំនួនផ្ទុះឡើងដោយសារអ្វីប៉ាគីស្ថានបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្គានីស្ថានកាលពីសប្តាហ៍មុនដោយកំណត់គោលដៅលើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថាននេះបើតាមមន្ត្រីសន្តិសុខប៉ាគីស្ថានតែគេមិនទាន់ដឹងច្បាស់ថាតើមេដឹកនាំចលនាតាលីបង់ប៉ាគីស្ថាននៅមានជីវិតឬត្រូវបានគេសម្លាប់ហើយឬក៏យ៉ាងណានោះទេក្រុមតាលីបង់វិញបានអះអាងថាការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃសៅរ៍ជាការសងសឹកទៅនឹងអ្វីដែលទីក្រុងកាប៊ុលហៅថាជាការរំលោភបំពានដែនអាកាសរបស់អាហ្គានីស្ថានតើអ្វីជាចលនាតាលីបង់ប៉ាគីស្ថានក្នុងឆ្នាំ2007ក្រុមសកម្មប្រយុទ្ធមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានមកពីកុលសម្ព័ន្ធជនជាតិភាគតិចប៉ាស្តុនបានបង្កើតចលនាមួយឈ្មោះថា TTP ដែលគេទទួលស្គាល់ថាជាចលនាតាលីបង់ប៉ាគីស្ថានក្រុមសកម្មប្រយុទ្ធមួយនេះត្រូវបានបង្កើតឡើងដោយយកគំរូតាមតាលីបង់អាហ្គានីស្ថានដែលធ្លាប់បានគ្រប់គ្រងដោយអាហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ1990មុននឹងត្រូវបានគេបណ្តេញចេញពីអំណាចក្នុងសង្គ្រាមឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកក៏ប៉ុន្តែ TTP មានមនោគមវិជ្ជមានជ្រុលនិយមជាងក្រុមតាលីបង់អាហ្គានីស្ថានដោយប្រកាន់យកមនោគមវិជ្ជមានរបស់អាល់កៃដាអស់រយៈពេលច្រើនឆ្នាំមកនេះ TTP បានដឹកនាំសកម្មប្រយុទ្ធវាយប្រហារបំផ្ទុះគ្រាប់បែកតាមផ្សារព្រះវិហារអាកាសយានដ្ឋានមូលដ្ឋានយោធានិងប៉ុស្តិ៍ប៉ូលីសហើយក្រុមនេះគ្រប់គ្រងបានទឹកដីមួយចំនួនដែលភាគច្រើននៅតាមបណ្ដោយព្រំដែនជាប់ជាមួយនឹងប៉ាគីស្ថានក្រុមនេះក៏មានមូលដ្ឋានក្នុងទឹកដីប៉ាគីស្ថានផងដែរដូចជានៅជ្រលង Swat Valley តាមប៉ាគីស្ថានTTP បានរួមដៃគ្នាជួយតាលីបង់អាហ្គានីស្ថានក្នុងការប្រយុទ្ធនៅអាហ្គានីស្ថាននិងថែមទាំងទទួលឲ្យក្រុមនេះប្រយុទ្ធតាលីបង់ជ្រកកោននៅទឹកដីប៉ាគីស្ថានទៀតផងប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាជាបន្តបន្ទាប់ប្រឆាំងនឹង TTP នៅលើទឹកដីរបស់ខ្លួនដោយទទួលបានលទ្ធផលតិចតួចក្នុងឆ្នាំ2014 TTP បានបើកការវាយប្រហារលើសាលារៀនមួយកន្លែងក្នុងទីក្រុង Peshawar នៃភាគពាយ័ព្យប៉ាគីស្ថានសម្រាប់កុមារច្រើនជាង130នាក់ជាហេតុជំរុញឲ្យប៉ាគីស្ថានបើកប្រតិបត្តិការយោធាដែលបានវាយរុញច្រានឲ្យក្រុមសកម្មប្រយុទ្ធនេះរត់ចូលក្នុងទឹកដីអាហ្គានីស្ថានតើមានអ្វីកើតឡើងក្រោយតាលីបង់ឡើងកាន់អំណាចនៅអាហ្គានីស្ថានប៉ាគីស្ថានបានបង្ហាញការស្វាគមន៍ចំពោះការវិលត្រឡប់មកកាន់អំណាចជាថ្មីនៅអាហ្គានីស្ថានរបស់ក្រុមតាលីបង់ក្នុងឆ្នាំ2021ដោយពេលនោះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយថាប្រជាជនប៉ាគីស្ថានបានរួចផុតពីទុស្សិភាពប៉ុន្តែនៅទីបំផុតទីក្រុងអ៊ីស្លាមាបាតនៅតែមិនអាចទុកចិត្តក្រុមតាលីបង់បានដោយចាប់ពីពេលនោះមកការវាយប្រហាររបស់
TTP បានកើតឡើងជាលំដាប់នៅប៉ាគីស្ថានបានអះអាងថាមេដឹកនាំ TTP និងក្រុមសកម្មយុទ្ធជាច្រើនរបស់ក្រុមមួយនេះកំពុងឈរជើងនៅលើទឹកដីអាហ្គានីស្ថានប៉ាគីស្ថានបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យរដ្ឋបាលតាលីបង់ជួយបង្ក្រាបក្រុមសកម្មយុទ្ធ TTP តែទីក្រុងកាប៊ុលបាននិយាយថាក្រុមសកម្មយុទ្ធមួយនេះមិនមានវត្តមាននៅលើទឹកដីរបស់ខ្លួនឡើយតើលោកត្រាំនិយាយអ្វីខ្លះគណៈធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈមបូព៌ាកាលពីថ្ងៃអាទិត្យលោកប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាខ្ញុំបានទទួលដំណឹងថាសង្គ្រាមកំពុងផ្ទុះឡើងរវាងប៉ាគីស្ថាននិងអាហ្គានីស្ថានតែខ្ញុំត្រូវរងចាំសិនរហូតទាល់តែខ្ញុំត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញអ្នកដឹងហើយខ្ញុំកំពុងជាប់រវល់ធ្វើរឿងផ្សេងសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ហើយខ្ញុំជាមនុស្សពូកែក្នុងការដោះស្រាយបិទបញ្ចប់សង្គ្រាម